មានពួកគេបរំជាមួយប្រជាពលរដ្ឋចឹងយើងមិនចង់ឲ្យមានការបាត់កិច្ចគ្នានៅឲ្យមានការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបានលោកប្រធានលោកប្រធានសម្រាប់ថាលើកពេលចាំជួបគ្នាថ្ងៃក្រោយសូមអរគុណជាស្រ័យណាពេលយើងជួបគ្នាបានទេជួបគ្នាមកជួបពួកគេបញ្ចូលសិតឯសិតបកបសិតអីណាបាទអញ្ចឹងគេចង់ឲ្យយើងលេងល្បែងហឹង្សាជាមួយគេហើយកាលណាយើងលេងហឹង្សាមួយគេយើងអត់មានកំភ្លើងយើងតែទេចាញ់គេហើយចាញ់គេធ្វើបាបយើងអញ្ចឹងយើងអត់លេងចូលទេបាទយើងរំសាយចាំឲ្យក្រោយជួបគ្នាវិញបាទអរេមិនចាញ់ទេយើងឈ្នះការូនេះឈ្នះណាស់ហើយកាច់មកតាមខ្ញុំអ្នកកសែតមកអ្នកស្ទាតការឱកាសនោះអូខេមកឃើញជាក់ស្ដែងហើយគេឃើញយើងឃើញជាក់ស្ដែងថាពួកនេះនៅខូចដែរហ្នឹងចឹងអរគុណណាបាទអរគុណច្រើនបាទថ្នាក់នៅគណៈបរិជនគេបញ្ចូលទៅនៅជាមួយប្រជាពលរដ្ឋគឺរាប់រយនាក់ដល់អញ្ចឹងយើងបើកណាយើងចង់ប្រជុំទៅវានឹងអាចមានផ្ទុះអ្វីមួយហើយអញ្ចឹងយើងអត់លេងល្បែងយូរហើយទេយើងសុចិត្តលើកពេលហើយយើងឲ្យប្រជាពលរដ្ឋលោកវិលត្រប់ទៅវិញចោះហើយកម្លាំងនេះគេបញ្ជូនមកតាំងពីម្សិលមិញគេបញ្ជូនព្រឹកមិញមកទៀតហើយប៉ូលីសដែលនៅព្រំព្រៀងនឹងមិនមែនមកការពារប្រជាពលរដ្ឋទេប៉ូលីសហ្នឹងគេការពារពួកហ្នឹងខ្លាចមានការប៉ះទង្គិចគ្នាមួយប្រជាពលរដ្ឋព្រោះគេដឹងថាបើប៉ះទង្គិចប្រជាពលរដ្ឋនៅស្រុកនេះគេអត់ចូលចិត្តខាងនោះទេគេស្អប់គេបោះឆ្នោតតម្លាក់អញ្ចឹងបើខំយកកម្លាំងឯកឋានហ្នឹងមកការពារទេបាទអញ្ចឹងយើងអត់លេងល្បែងហ្នឹងទេយើងបានសម្រេចលើកពេលថ្ងៃក្រោយកម្លាំងប្រហែល100នាក់បងកម្លាំងគេរាប់ពាន់នេះស្មើគ្នានៅជាមួយប្រជាពលរដ្ឋប្រជាពលរដ្ឋទៅចូលទៅកាន់កន្លែងនឹងហើយជា7,000នាក់ខាងនោះឡើងកើតហើយយើងខិតពេញវត្តយើងបានសូមឲ្យប៉ូលីសហ្នឹងជួយខិតកុំឲ្យពួកនឹងចូលព្រោះយើងជួបជុំនេះគឺយើងជួបជុំតែសមាជិកអ្នកគ្រប់គ្រងគណៈបក្សប្រជាហើយយើងជួបនឹងជាឯកជនទៀតប៉ុន្តែពួកប៉ូលីសហ្នឹងអត់មានទេផងហ្នឹងគឺបដ ாய் ហ្នឹងបាទយ៉ាងបានថាយើងសម្រេចលើកពេលវេលាបាទកម្លាំងប្រដាប់អាវុធមានប្រមាណនេះបងកម្លាំងអាវុធច្រើនណាស់នៅវត្តមានតាំងខែមានតាំងច្រើនណាស់បាទពងកាប់ប៉ុណ្ណឹងកម្លាំងប្រអាវុធហើយនឹងកម្លាំងបាត់ដៃទី3ហ្នឹងវាចង់ចំនួនផាកបែកគ្នាហើយដល់ថ្ងៃត្រង់ថ្ងៃមិញហ្នឹងខ្ញុំសូមឲ្យឯកឧបត្ថម្ភហេតុកាត់ជួយច្បាស់ទៅតាំងពីងាកមកខ្ញុំទៅប្រអាវុធខ្លះទៅបាត់បងប្អូនប្រជាពលរដ្ឋប្រាប់ខ្ញុំថាមានកម្លាំងប្រអាវុធខ្លះគេដកថយខ្លះដែរប៉ុន្តែគេដោះឯកស្ថានចេញទៅគេធ្វើបាត់ដៃទី3ដែរបាទគេនៅកើណាបាទអញ្ចឹងណាខ្ញុំអរគុណច្រើនទៅយើង